ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូននៅក្នុងវីដេអូនេះយើងមកមើលពីរបៀបដំឡើងកម្មវិធី Microsoft Office ឆ្នាំ2019ហើយនេះគឺជា file Office របស់យើងអញ្ចឹងដើម្បីតម្លើងបងត្រូវ copy file មួយនេះយើង copy ទាំង folder មកយើងចូលមកក្នុង Drive C ហើយបងផាសនៅកន្លែងនេះបន្តមកទៀតបងបើក folder មួយហ្នឹងបងឃើញមាន file text នេះបងបើកវាមកហើយបងបិទ folder នេះចេញអូខេបងអញ្ចឹងឥឡូវនេះយើងចុច start icon នៅលើ taskbar មួយនេះបន្តមកទៀតបងវាយពាក្យថា CMD ហើយនៅកន្លែងនេះបងយកពាក្យថា run as admin អូខេបងឥឡូវនេះយើងចុច confirm yes មកតើបងចេះនៅកន្លែងនេះបង copy អក្សរមកបន្ទាត់នេះយកមកផាសនៅក្នុងនេះហើយបង enter មួយបន្តមកទៀតបងមក copy អក្សរមកបន្ទាត់នេះទៀតយកមកផាសនៅកន្លែងនេះទៀតហើយបង enter មួយទៀតអូខេបងចុះឥឡូវនេះខ្ញុំបិទ file text មួយនេះអូខេបងចុះឥឡូវនេះយើងបិទ file មួយនេះទៀតមកយើងទុកតាមមួយនេះបានហើយតោះបងអញ្ចឹងឥឡូវនេះសម្រាប់កម្មវិធី Office ឆ្នាំ2019របស់យើងវាកំពុងតែដំឡើងអូខេបងអញ្ចឹងឥឡូវនេះសម្រាប់ការដំឡើងរបស់យើងគឺបាន complete តាមប៉ុណ្ណឹងអញ្ចឹងបងចុច close កន្លែងនេះមកជាទូទៅនៅពេលដែលបងដំឡើងកម្មវិធី Microsoft Office ហើយ icon របស់វាអត់ទាន់មាននៅលើ desktop ទេអញ្ចឹងដើម្បីបាន icon របស់វាមកលើ desktop នេះបងចុចកន្លែង start icon នេះបន្តមកទៀតបងរើមើលកម្មវិធីមួយណាក៏បានឲ្យតែជាកម្មវិធីរបស់Office របស់យើងមាន Access មាន Word មានអីហ្នឹងឬក៏បងវាយអញ្ចេះក៏បានដែរបងវាយ Excel មកអូខេបងឃើញ icon បែបនេះបងមើលមកខាងមុខនេះមានពាក្យថា Open File Location បងចុចយកពាក្យថា Open File Location នេះមកនៅកន្លែងនេះបង select កម្មវិធីណាដែលបងចង់បញ្ជូនវាមកលើ desktop អញ្ចឹងខ្ញុំ select កម្មវិធីទាំងអស់នេះហើយខ្ញុំចុច mouse ស្ដាំនៅលើវាខ្ញុំយកពាក្យថា Send to ខ្ញុំយក desktop អញ្ចឹងការធ្វើបែបនេះវានឹងបង្កើត shortcut មកលើ desktop ឲ្យយើងតើបងអញ្ចឹងសម្រាប់ការដំឡើងកម្មវិធី Microsoft Office ឆ្នាំ2019គឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងនៅក្នុងវីដេអូបន្តមកទៀតខ្ញុំនឹងធ្វើវីដេអូតាក់ទងជាមួយនឹងការ activate Microsoft Office នេះដោយការប្រើ Crack ហើយនឹងការដាក់ license